ជាយាមការពារមែនតែនពេលធ្វើទេហគេឲ្យឆ្លោះជាមួយជាងឯងម្ចាស់ទេនឹងរស់ស៊ីអត់មានតែខ្ញុំនៅតែជួបការបកែកគ្នាជាមួយនឹងជាងបងប្អូនតាមពិតទៅមនុស្សខ្ញុំគឺនន់មែនតែនបងប្អូនប៉ុន្តែថ្ងៃហ្នឹងគឺពិតជាខ្ញុំអន់ចិត្តពួកគាត់ខ្លាំងមែនតែនហ្មងទៅខ្ញុំលើកមកនិយាយទាំងអស់ហ្នឹងបងប្អូនណាធ្លាប់ឮគេនិយាយម្ចាស់ទេហើយទោះបីមានរឿងអីក៏ដោយគាត់ត្រូវតែខំមាត់សង្កត់ចិត្តដែរបងប្អូនគឺហាមដាច់ខាតក្នុងការឆ្លោះគ្នាជាមួយនឹងជាងអាហ្នឹងខ្ញុំឮចាស់ប្រាប់បងប្អូនប្រកាសជាដឹងហើយថាមានរឿងអីទៅធ្វើឲ្យខ្ញុំមកបកែកគ្នាជាមួយនឹងជាងបញ្ជាក់បន្តិចក៏បងប្អូនពូជាងនៅហ្នឹងសិតតែបងប្អូនខ្ញុំតែម្ដងអាវពណ៌លឿងនិងអាវពណ៌ខ្មៅគឺបងប្អូនប៉ាខ្ញុំបកែកហើយពូម្នាក់ទៀតដែលគាត់ឈរហ្នឹងគឺបងប្អូនចរូនមួយរបស់ប៉ាខ្ញុំបងប្អូនជួយកាត់ខ្ញុំមើលថាគួរឲ្យខឹងអត់ទោះស្គាល់ថាពូក្មួយនឹងគ្នាក៏ដោយធ្វើការអត់សម្រាប់ទេគេឈប់ម៉ោង11ម៉ោង12បានគាត់ឈប់ពេលល្ងាចវិញណាម៉ោង5ជាង6បានឈប់ធ្វើតែពេលម៉ោង5ម៉ោង5កន្លះបានឈប់ធ្វើការចឹងគេថាខ្ញុំធ្វើបាបពូធ្វើបាបអីពូក្មួយសោះចេះធ្វើដឹងច្បាស់ពីការធ្វើសំណងបងប្អូនមិនស្រួលទេគឺហត់ខ្លាំងមែនតែនហ្មងណាហើយខ្ញុំពេលដែលធ្វើចប់អីក៏ខ្ញុំឲ្យលុយគាត់ថែមដែរឲ្យតាមសមត្ថភាពដែលខ្ញុំមានអញ្ចឹងណាបងប្អូនមិនចង់ឲ្យគាត់ធ្វើឲ្យខ្ញុំលើសម៉ោងទេចង់ឲ្យធ្វើតែធ្វើដូចគេដូចឯងអញ្ចឹងណាបងប្អូនខ្ញុំយល់ថាគាត់គឺជាពូគាត់ស្រឡាញ់ក្មួយដូចកូនអញ្ចឹងតែខ្ញុំមានអារម្មណ៍ថាអាណិតគាត់បងប្អូននិយាយរួមទៅបើខ្ញុំអត់និយាយទេគឺអត់បានហ្មងមានតែខ្ញុំទេដែលដឹងច្រឹកពូខ្ញុំច្បាស់មែនតើអត់និយាយប្រាប់គាត់ខ្លះទេគឺអត់បានហ្មងសំខាន់ណាស់បោះពាក្យដាក់យើងគឺយើងគៀងខ្លាំងមែនតើបងប្អូនគឺគាត់និយាយថាអញមានកម្លាំងអញចង់ធ្វើដល់ម៉ោងប៉ុន្មានរឿងអញតែខ្ញុំហើយនឹងពូខ្ញុំនឹងចូលចិត្តនិយាយឌឺដងគ្នាទៅវិញទៅមករហូតដល់បងប្អូននិយាយរួមទៅលេងមួយគ្នាហ្មងហើយបើបន្ទប់បងប្អូនមើលចេះស្ដាយថាពូខ្ញុំធ្វើលឿនមិនបងប្អូនមើលដឹងហើយឃើញខ្ញុំទៅតែផុសថ្ងៃមុនទេឥឡូវហ្នឹងនិយាយរួមទៅនៅតែលាបពណ៌វៃក្រូដាក់បដានទេគឺហើយជាស្រេចតែម្ដងបងប្អូនបានខ្ញុំនិយាយថាវាលឿនខ្លាំងហ្នឹងបងប្អូនសម្រាប់ខ្ញុំហើយបើផ្ទះខ្ញុំវិញគឺនៅសល់ដីយំទៅនៅក្រោយហ្នឹងគឺមានដើមដូងមានដើមឈើមានដំណាំអីច្រើនមែនតែនបងប្អូនអញ្ចឹងពេលដែលធំទៅគឺអត់ចេះខ្វះអីញ៉ាំទេនៅផ្ទះខ្ញុំហ្នឹងហើយសំខាន់បងប្អូន voice over ហ្នឹងឮសលេងមន់តិចនិយាយរួមទៅចាំមួយថ្ងៃគឺអត់ស្ងាត់